ប្រសិនបើខ្ញុំប្រាប់អ្នកថារឿងនេះមិនមែនជារឿងពិតទេតើអ្នកទាំងអស់គ្នាជឿអត់មានមនុស្សជាច្រើននិយាយថាកុំស្រឡាញ់នរណាម្នាក់តែម្នាក់ឯងព្រោះវាជារឿងដែលធ្វើឲ្យយើងឈឺចាប់បំផុតហើយខ្ញុំក៏ដឹងដែរដឹងថាការរងចាំមនុស្សម្នាក់ដែលមិនដែលរងចាំយើងត្រឡប់មកវិញវាឈឺចាប់ខ្លាំងប៉ុណ្ណាដឹងថាការនឹកមនុស្សម្នាក់ដែលប្រហែលជាគេមិនដែលនឹកយើងវាឯកោប៉ុណ្ណាដឹងថាការស្រឡាញ់មនុស្សម្នាក់ដោយគ្មានការឆ្លើយតបវាធ្វើឲ្យបេះដូងរបស់យើងនឿយហត់ប៉ុណ្ណាប៉ុន្តែទោះជាយ៉ាងណាខ្ញុំនៅតែធ្វើវាមិនមែនព្រោះខ្ញុំមិនដឹងពីការឈឺចាប់នោះទេហើយក៏មិនមែនព្រោះខ្ញុំមិនចង់ដើរចេញដែរគ្រាន់តែម្នាក់នោះគឺជាមនុស្សដែលខ្ញុំបានជ្រើសរើសថាស្រឡាញ់ពេលខ្លះស្នេហាមិនមែនជារឿងដែលអាចបញ្ជាបេះដូងឲ្យឈប់ស្រឡាញ់គេភ្លាមបានទេយើងមិនអាចប្រាប់ខ្លួនឯងឲ្យឈប់នឹកគេភ្លាមបាននោះដែរហើយយើងរត់តែមិនអាចបង្ខំខ្លួនឯងឲ្យឈប់ខ្វល់ពីគេបានភ្លាមខណៈដែលយើងដឹងថាគេមិនបានស្រឡាញ់យើងតបមកវិញក៏ដោយខ្ញុំបានព្យាយាមបំភ្លេចបានព្យាយាមដើរចេញបានព្យាយាមប្រាប់ខ្លួនឯងថារយៈពេលកន្លងមកហ្នឹងវាគ្រប់គ្រាន់ហើយប៉ុន្តែរាល់ពេលដែលខ្ញុំឃើញគេញញឹមដាក់ខ្ញុំបេះដូងរបស់ខ្ញុំនៅតែមានអារម្មណ៍ដូចថ្ងៃដំបូងដែលខ្ញុំបានជួបគាត់អញ្ចឹងប្រហែលជាមានមនុស្សជាច្រើននឹងគិតថាហេតុអីខ្ញុំល្ងងម្លេះល្ងងដែលបន្តស្រឡាញ់មនុស្សម្នាក់ដែលមិនអាចជារបស់ខ្ញុំល្ងងដែលរក្សាអារម្មណ៍មួយដែលគ្មានលទ្ធផលប៉ុន្តែសម្រាប់ខ្ញុំសេចក្តីស្រឡាញ់មិនមែនតែងតែត្រូវការតបស្នងមកវិញនោះទេពេលខ្លះការស្រឡាញ់នរណាម្នាក់គ្រាន់តែដោយសារយើងចង់ស្រឡាញ់គេប៉ុណ្ណោះខ្ញុំមិនរំពឹងថាគេនឹងងាកមកស្រឡាញ់ខ្ញុំវិញទេហើយខ្ញុំមិនរំពឹងថាគេនឹងជ្រើសរើសខ្ញុំដែរប៉ុន្តែខ្ញុំជ្រើសរើសរក្សាអារម្មណ៍មួយនេះព្រោះវាជាអារម្មណ៍ដែលស្មោះត្រង់បំផុតដែលខ្ញុំមានបើថ្ងៃណាមួយខ្ញុំត្រូវដើរចេញខ្ញុំនឹងដើរចេញដោយស្នាមញញឹមមិនមែនព្រោះខ្ញុំឈប់ស្រឡាញ់គេទេតែព្រោះតែខ្ញុំបានស្រឡាញ់គេអស់ពីចិត្តរួចហើយទោះបីជាចុងក្រោយរឿងរ៉ាវមួយនេះមិនមានចម្លើយសម្រាប់ខ្ញុំក៏ដោយក៏ខ្ញុំនៅតែមានអារម្មណ៍មួយថាខ្ញុំមិនសោកស្ដាយនោះទេព្រោះនៅក្នុងជីវិតមួយនេះមិនមែនគ្រប់ស្នេហាទាំងអស់សុទ្ធតែត្រូវបានក្លាយទៅជាម្ចាស់កម្មសិទ្ធិនោះឡើយមានស្នេហាខ្លះកើតឡើងដើម្បីបង្រៀនយើងពីការលះបង់ហើយមានស្នេហាខ្លះកើតឡើងដើម្បីបង្រៀនយើងពីការរងចាំហើយមានស្នេហាខ្លះទៀតទោះបីជាវាដឹងថាឈឺចាប់ក៏យើងនៅតែជ្រើសរើសស្រឡាញ់ព្រោះមនុស្សម្នាក់នោះគឺជាមនុស្សដែលបេះដូងរបស់យើងបានជ្រើសរើសរួចទៅហើយ